បើអញ្ចឹងនាងសុំសួរថានាងឈ្មោះអីដែរហាងខ្ញុំអ៊ីឈិនតែបានហើយអ៊ីឈិនពីរោះណារូបដូចជាឈ្មោះអញ្ចឹងថែមតែមានក្បាច់កូនខ្លាំងទៀតក្បាច់កូនខ្ញុំមួយផ្លែមានមួយផ្លែគ្មានសាក់មើលទៅសិនក្រែងទ្រង់កំពុងខ្វល់ពីរឿងពិភពគុណអត់អ្នកគ្រប់គ្រងហ៎តែគេជាក់ស្ដែងជាមនុស្សស្រីមកខំយើងមកសុំសួរនាងគ្រូរបស់នាងតើជាអ្នកណាដែរគេលោកសង្ឃចាស់បោះសម្រាប់មួយអង្គនៅវត្តសាលេងអូការពិតជាសិស្សរបស់សង្ឃបោះសម្រាប់ទេខ្វះការគូសំហើយរឿងរ៉ាវរបស់បោះរាជការសង្ឃនេះស្អាតគ្រាន់បើតាអ្នកប្រុសមានឈ្មោះអីដែរខ្ញុំឈ្មោះចាស៊ីបច្ចុប្បន្នគឺជាព្រះអង្គម្ចាស់អូព្រះអង្គម្ចាស់ហ៎ទៅហ่าអ្នកណាព្រះអង្គម្ចាស់ដល់ពេញផ្លែអញ្ចឹងហ៎សូមនាងគ្រប់ខ្លួនឯងផងទ្រង់ជាព្រះបុត្រានាងមិនជឿទេស្លាកបញ្ជាឆ្លាក់ស្អាតគ្រាន់បើពណ៌ក៏ស្អាតដែរមើលទៅជារបស់មានតម្លៃផ្លាបញ្ជានេះមានតែព្រះបុត្រាទើបអាចពាក់បានបើខ្លែងធ្វើជាព្រះបុត្រាមានទោសស្លាប់9ពូជអញ្ចឹងពួកលោកគឺអាម៉ាទេនាងយល់ច្រឡំហើយពួកគេជាជើងខ្លាំងទាំង4ដែលការពារខ្ញុំមានអង្គរៈផងនេះលោកមិនជាព្រះបុត្រាមែនទេដឹងនាងការពិតតែខ្ញុំមានរឿងមួយដែលចង់ពឹងឲ្យជួយមិនមែនអត់ខ្ញុំធ្វើជាភរិយាទេដឹងច្រឹកដូចខ្ញុំសូមការនេះគឺបងប្រទានឲ្យអូនថ្ងៃក្រោយជារបស់អូនហើយបើសិនជាអូនស្រឡាញ់ផ្កាអីប្រាប់យើងមកយើងនឹងយកមកឲ្យអូនទាំងអស់សូមថ្វាយបង្គំព្រះអង្គសូមឲ្យព្រះអង្គមានព្រះជន្មយឺនយូរម្នាក់នេះគឺអ្នកម្នាងអ៊ីសូមថ្វាយបង្គំអ្នកម្នាងអ៊ីកំភ្លៀងមិនមែនខ្ញុំជាអ្នកធ្វើទេផ្កានៅក្នុងសួនឆ្នាំនេះមិនសូវក្រហមល្អបងអូនស្រីលើថាផ្កានៅក្នុងសួនត្រូវយកឈាមស្រស់ទៅលាបតែវាក្រហមបាញ់អញ្ចឹងប្រទានពណ៌ក្រហមឲ្យអ្នកម្នាងអ៊ីចាស់កុំអីម្នាងចាំមិនហើយនឹងមិនកើតទេនេះហាត់ណាដំណាក់ខាងក្រោយមិនស័ក្តិសមនឹងខ្ញុំទេយកល្អខ្ញុំឆាប់ដាក់ខ្លួនដំណាក់ខាងក្រោយព្រះអង្គម្ចាស់ខ្ញុំម្ចាស់តែម្ដងរាជការសង្ឃដំបងចង់ដើរមើលទេសភាពពួកយើងជួបគ្នាដែលចៃដន្យសូមលាត្រឹមនេះហើយនាងអ៊ីឈិនពិភពគុណបច្ចុប្បន្នអសន្នធំដល់ហើយគ្មានអ្នកគ្រប់គ្រងមិនដឹងថានេះប្រងធ្វើជាមេបពិភពគុណគ្រប់គ្រងស្ថានភាពធំដែរដល់ទីមេបពិភពគុណមិនមែនអ្នកម្នាងទេនាងមានក្បាច់គុណខ្លាំងខ្លាចេញពីតកូនលីគឺជាជំរឿនដែលស័ក្តិសមពាក់ប៉ុនអីនឹងខ្ញុំមិនរញរាទេឡមិនក៏អញ្ចឹងអ៊ីឈិនថ្ងៃក្រោយផ្ទះនេះគឺជារបស់នាងហើយសូមជើញសិតតែជាល្បិចចាស់ដែលកិនយកប្រាជូនផ្ទះឲ្យមួយចង់វាយលោកខ្ញុំហ៎